Tụi rồi ba bay cú ngày đi mau thì thái bóng bóng và sẽ tạiក្រុមខាងខ្លាំងបាទយប់ថ្ងៃទឹកនេះបាទបាសេឡូណាបាទប៉ះជាមួយនឹងក្រុម Valencia រៀលម៉ាឌ្រីតបាទត្រូវជួបជាមួយនឹង AT Madrid បាទក្នុងជំនួប Madrid Derby ខណៈដែល Arsenal បាទត្រូវប៉ះជាមួយនឹង BQ Manchester City បាទក្នុងជំនួប EFL Cup វគ្គផ្ដាច់ព្រាត់បាទគូបាសេឡូណាបាទជាមួយនឹង Valencia បាទក្រុមទាំងពីរបាទយើងដឹងហើយបាទបាសេឡូណាឈរលើកំពូលតារាងលេខ1ខណៈដែលបាទក្រុម Valencia បាទលេខ12ការប្រកួតចុងក្រោយបាទចែកជួបគ្នាបាទក្នុងជើងទី1បាទទឹកដី Valencia បាសេឡូណាមិនអាចយកឈ្នះបានទេដល់លទ្ធផលស្មើគ្នាបាទ1-1យប់នេះបាសេឡូណាអាចនឹងសង្ឃឹមយក3ពិន្ទុបានបាទជាមួយនឹង Valencia ការប្រកួតចុងក្រោយរបស់គេបាទឈ្នះទៅលើ Newcastle 7-2ខណៈដែល Valencia វិញបាទគឺចាញ់ទៅលើ Samsung Sport បាទ1-0សម្រាប់លទ្ធផល Admin ទូទាយថាបាសេឡូណានឹងឈ្នះ3-0ជាមួយនឹងក្រុម Valencia យប់នេះចំណែកគូបាទ Real Madrid បាទជាមួយនឹង Atletico Madrid វិញបាទជំនួប Madrid Derby បាទយើងឲ្យគូនេះសុទ្ធស្វាញបាទតាំងតឹងមែនទែនបាទប៉ះគ្នាម្ដងបាទសិតតែត្រូវគ្នាហើយបាទជួបគ្នាជើងទី1បាទ Real Madrid បាទយកឈ្នះ2-1បាទក្នុងទឹកដី AT យប់នេះជាការប្រកួតក្នុងទឹកដីបាទ Real Madrid វិញម្ដងបាទការប្រកួតចុងក្រោយរបស់ Real បាទធ្វើបានល្អគឺទម្លាក់បាទក្រុម Man City បាទក្នុងក្របខ័ណ្ឌ Champions League បាទដល់លទ្ធផល2-1បាទក្នុងការប្រកួតជើងទី2ចំណែកឯក្រុម AT វិញបាទគឺចាញ់ទៅលើបាទក្រុមបាទ Spurs បាទ2-3សរុបទាំងពីរជើងលទ្ធផលនៅតែ AT ឡើងដដែលដោយបាទលទ្ធផល5-7បាទសម្រាប់គូទី2នេះដែរបាទ Admin ទូទាយថាបាទ Real Madrid នឹងឈ្នះបន្តទៀតដល់លទ្ធផល2-1បាទជាមួយក្រុម AT ជំនេះខណៈដែលគូចុងក្រោយវិញបាទ Arsenal បាទត្រូវប៉ះ BQ Man City បាទជំនួបជួបគ្នាបាទក្នុងលីកជើងទី1បាទលទ្ធផល1-1ប៉ុន្តែនេះជាការប្រកួតវគ្គផ្ដាច់ព្រាត់លើកពីរង្វាន់ EFL Cup ការប្រកួតចុងក្រោយរបស់ក្រុម Arsenal បាទគឺធ្វើបានល្អគឺឈ្នះទៅលើ Leverkusen បាទ2-0ចំណែកឯ Man City បាទគឺចាញ់ទៅលើ Real Madrid បាទ2-1បាទក្នុងទឹកដីរបស់ខ្លួនយ៉ាងអាម៉ាស់តែម្ដងហើយសម្រាប់គូនេះដែរបាទ Admin ទូទាយថាបាទលទ្ធផលស្មើគ្នាបាទ2-2នឹងថែមម៉ោងពេលនឹងទីតែម្ដងអញ្ចឹងបងប្អូនដែលចង់ទស្សនាការប្រកួតបាល់ទាត់បាទចង់បានបាទគូបាល់វិភាគច្បាស់កុំភ្លេចចូលទៅកាន់ Telegram បាទ link ក្រោម profile ឬក៏ក្នុង comment វីដេអូមួយនេះអរគុណជូនពរបងប្អូនសំណាងល្អកុំភ្លេចចុច like share ទទួលបានវីដេអូថ្មីៗជួបគ្នានៅវីដេអូក្រោយ